ទីកន្លែងដែលចូលចិត្តក្រោមបរិយាកាសស្ងប់ស្ងាត់ឬសំឡេងភ្លេងសំឡេងសត្វយំតិចតិចឡើងរងំជីវិតពេលដែលជួបបញ្ហាយ៉ាងណាដាច់ខាតយើងកុំបោះបង់ចោលខ្លួនឯងរក្សាផ្លូវចិត្តឲ្យនឹងទុកចំហដើរឆ្លងកាត់ព្រោះអីជីវិតគ្រប់គ្នាត្រូវតែជួបបញ្ហាគ្រប់គ្នាគ្រាន់តែថាបែបផ្សេងគ្នារសជាតិជីវិតជួបគ្រប់រសជាតិគ្រប់គ្នានៃជីវិតចានៅកន្លែងនេះគឺជាកន្លែងដែលពេលញ៉ាំអីចាកន្លែងទួលកាហ្វេបងប្អូននៅខាងផ្លូវទៅប្រសិទ្ធគេហៅទៅលេងកន្លែងហ្នឹងយូរហើយអត់ដែរបានទៅគេទេក្រុមគ្រួសារបងប្អូននឹងខ្ញុំទៅញឹកញាប់ទៅខាងកន្លែងហ្នឹងបើទៅខាងប្រសិទ្ធហ្នឹងចាហើយខ្ញុំហ្នឹងឲ្យតែគេទៅថ្ងៃអាទិត្យអញ្ចឹងខ្ញុំមិនសូវបានទៅដោយសារជាប់នៅកន្លែងអ៊ុតសក់អញ្ចឹងសៅរ៍អាទិត្យគេនៅផ្ទះចាហើយទៅថ្ងៃហ្នឹងប្តីគាត់ហៅទៅចាទៅញ៉ាំអីនៅហ្នឹងហើយលក្ខណៈថាចូលចិត្តពេញចិត្តជាប់ចិត្តតែម្ដងបងប្អូនគឺអត់ចង់ទៅណាទៀតចង់នៅអង្គុយលេងនៅហ្នឹងអញ្ចឹងណាដោយសារនៅនឹងបរិយាកាសល្អបងប្អូនមានកន្លែងហ្នឹងស្ងប់ស្ងាត់ហើយឮសំឡេងសត្វយំសំឡេងភ្លេងតិចបងប្អូនចាហើយទៅញ៉ាំឆ្ងាញ់ទៀតដល់ពេលអញ្ចឹងទៅខ្ញុំចូលចិត្តហើយចង់ស្គាល់តែម្ចាស់កន្លែងទៀតណាបងប្អូនហ្នឹងហើយដោយសារតែគេប៉ិនរៀបចំចាបងប្អូនហើយឃើញចេះនៅកន្លែងហ្នឹងគឺមានគេរៀបចំផ្ទះមួយខ្នងដូចនៅស្រុកកណ្ដាលយើងអញ្ចឹងហើយនៅក្រោមផ្ទះនៅលើផ្ទះគឺសុទ្ធតែជាសម្ភារៈដែលយើងចូលចិត្តណាចាសម្ភារៈដែលពីសម័យមុនចំនួន30-40ឆ្នាំមុននេះគឺជាម៉ូតូដោយបងប្អូនបានឃើញបងប្អូនណាស្គាល់អីហ្នឹងហើយគឺម៉ូតូសម័យមុនហ្នឹងគេតាំងនៅមុខហ្នឹងនៅក្រោមផ្ទះហើយបែបអត់សូវភ្លឺទេគេដាក់អំពូលក្រហមហើយគេយករបស់ការប្រមូលរបស់សម័យមុនការជំនាន់មុនយកមកតាំងនេះដូចជាម៉ាស៊ីនឈប់តកត្បាល់កិនស្រូវចាខ្ញុំធ្លាប់នៅស្រុកនៅចិត្តផ្ទះខ្ញុំផ្ទះចាយមួយហ្នឹងគាត់មានហ្នឹងដល់ខ្ញុំឃើញហើយខ្ញុំមានអារម្មណ៍ថារកថាមិនត្រូវដូចថានឹកឃើញកាលនៅក្មេងបងប្អូនអានេះទូហ្នឹងផ្ទះខ្ញុំក៏មានដែរទូបុរាណសម័យមុនហ្នឹងហើយនៅហ្នឹងទីធ្លាធំគេរៀបចំគ្រប់សន្តានបងប្អូនចាហើយមកខាងនេះគឺកន្លែងខ្ញុំអង្គុយញ៉ាំអីខ្ញុំចេញមកថតនៅចិត្តហ្នឹងអញ្ចឹងណានេះគ្រួសារខ្ញុំក៏អង្គុយនៅហ្នឹងនៅចិត្តមាត់ទឹកមាត់ស្រះមានផ្កាម្ចង់អីអញ្ចឹងណាហើយខាងនេះគេដាំដើមឈើគេដាក់ឡាបូមួយមានប្រយោជន៍សម្រាប់លាងដៃឲ្យស្អាតហើយគេតាំងជាប្រួយផ្ទះខ្ញុំនៅស្រុកក៏បងប្អូនចាហើយខ្ញុំចូលចិត្តហើយគេដាក់តុរបៀបបុរាណតុឈើហើយជាពិសេសគឺមានត្បាល់បក់សម័យមុនហ្នឹងបងប្អូនណាស្គាល់អត់ចាបងប្អូនជំនាន់ខ្ញុំអីអញ្ចឹងណាចាហើយនៅចិត្តផ្ទះខ្ញុំកាលមុនផ្ទះកង់មួយនោះគាត់មានត្បាល់បក់ហ្នឹងហើយផ្ទះអ៊ីក៏មានដែរហើយខ្ញុំឲ្យទៅស្រុកខ្ញុំអាសាចង់ថតជាមួយរបស់សម្ភារៈសម័យមុនហ្នឹងអញ្ចឹងណាខ្ញុំចូលចិត្តចាហើយមានបងប្អូនណាខ្លះចូលចិត្តនឹកឃើញដូចខ្ញុំអញ្ចឹងអត់នឹកឃើញចូលចិត្តចាហើយប្រឌិតយករូបភាពជាមួយខ្លួនឯងដោយសារតែចូលចិត្តចឹងណានឹកឃើញចានឹងឲ្យបងប្អូនហើយអានេះនៅខាងលើផ្ទះដោយសារមើលរៀងនេះបន្តិចញាប់បន្តិចចាសុំទោសបងប្អូនដោយសារថតបញ្ញាប់ប្តីរៀបចេញមកក្រៅមកទេហើយដល់ពេលអញ្ចឹងទៅចង់បានទស្សនវិជ្ជានៅលើផ្ទះក៏ឡើងទៅញាប់ថតចាស់ហើយក៏បានផ្លែកអារម្មណ៍នៅលើនឹងមានអាទិនសែចាបងប្អូនហើយគេធ្វើកន្លែងអង្គុយលេងនៅក្រោមមើលទៅមានដើមឈើដើមអីស្អាតបងប្អូនហើយមានចង្គៀងម៉ាំងសុងចាដែលយើងធ្លាប់ឃើញសម័យមុនចាហើយមញ៉េហើយម៉ាស៊ីនវាយអង់គ្លីលេខចាម៉ាស៊ីនវាយអង់គ្លីលេខហើយនិយាយទៅសិតតែរបស់គេប្រមូលយកមកតាំងរបស់សម័យមុនហ្នឹងចាបងប្អូនហើយក៏បញ្ញាប់ត្រឡប់មកវិញចាអញ្ចឹងរសជាតិជីវិតស្បានតែសាកថ្មហើយមកវិញធូរទ្រូងចាបងប្អូនធូរចិត្តចាប្តីគ្រួសារគាត់ថាអត់សូវបានទៅណាគេដែរមករយៈក្រោយហ្នឹងគឺនៅកន្លែងជាប់សំមួយសំអីអត់សូវចង់ដើរដែរបងប្អូនទៅចិត្តនៅចិត្តផ្ទះដែរនឹងអត់ឆ្ងាយទេដែលថាគ្រួសារខ្ញុំគាត់ទៅនេះគាត់
កូនគេទៅលេងនៅខាងសៀមរាបប៉ុន្តែនៅតែផ្ទះខ្ញុំអញ្ចឹងទៅស្ងាត់ពេកដល់ពេលអញ្ចឹងទៅប្តីខ្ញុំក៏គាត់នឹកឃើញដូចដឹងថាខ្ពស់កណាប្រពន្ធនេះអញ្ចឹងទៅនាំទៅនឹងអត់សូវចង់ទៅទៀតចាអរគុណច្រើនបងប្អូនជំរាបលា